បាទអញ្ចឹងនៅក្នុងមេរៀននេះលោកគ្រូនឹងបង្ហាញពី web developer តាក់ទងជាមួយនឹង PHP ដែលមាន13 chapter ហើយ chapter ទី1នេះគឺតាក់ទងនឹងការណែនាំ PHP បាទអញ្ចឹងយើងពិនិត្យមើលនៅក្នុង chapter ទី1យើងនេះគឺលោកគ្រូនឹងបង្ហាញពី PHP introduction តើ PHP ជាអ្វីតើ PHP file ជាអ្វីហើយ MySQL ជាអ្វីតើការប្រើប្រាស់ PHP និង MySQL យើងមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្ដេចហេតុអីទើបយកប្រើប្រាស់ PHP ហើយយើងត្រូវចាប់ផ្ដើមពីចំណុចណាទៅបាទនេះគឺជាអ្វីដែលលោកគ្រូនឹងបង្ហាញនៅក្នុង chapter ទី1បាទឥឡូវយើងចាប់ផ្ដើមពី introduction ទៅអញ្ចឹងយុបន័យរបស់វាជាទូទៅនោះគឺគេថា PHP គឺជាភាសា server script language មានន័យថា PHP ជាភាសាមួយដែលត្រូវបាន execute នៅលើ web server បាទអញ្ចឹងមានន័យរាល់ browser ទាំងអស់គឺមិនស្គាល់ PHP នោះទេបាទនេះគឺយើងត្រូវចំណាំវាចំណុចបន្ទាប់មកទៀតគឺតកតងអ្វីដែលយើងត្រូវដឹងមូលដ្ឋានគ្រឹះដំបូងដែលយើងមុននឹងឈានទៅដល់សិក្សា PHP អញ្ចឹងទី1អស់លោកត្រូវយល់មានចំណេះដឹងពី HTML ឬក៏ HTML ទី2គឺ JavaScript បាទអញ្ចឹងសិស្សានុសិស្សទាំងអស់មុននឹងចូលដល់ PHP ចាប់ផ្ដើមជាមួយ PHP គួរតែមានចំណេះដឹង HTML និង JavaScript ជាមុនសិនបាទបន្ទាប់មកនៅslide បន្ទាប់នេះលោកគ្រូនឹងបង្ហាញពីតើអ្វីទៅជា PHP បាទអញ្ចឹងយើងមើល PHP គឺពាក្យពេញរបស់វាគេហៅថា stand for PHP គឺ Hypertext Preprocessor បាទហើយភាសាវាក៏ជាភាសា server script ដែលលោកគ្រូបានបង្ហាញនៅលើពីមុនមករួចមកហើយវាក៏ដូចជា ASP ដែរបាទអញ្ចឹង PHP script ត្រូវបាន execute នៅលើ server បាទមិនមែននៅលើ client ទេបាទបាទអញ្ចឹងយើងមើល PHP វា support នឹង database ជាច្រើនមានដូចជា MySQL Informatic Oracle ឬក៏ Cbase Solid Postgres SQL ជាដើមបាទហើយនឹងមាន generate ODB មួយចំនួនទៀត ODBC មួយចំនួនទៀតដែលវា support ផងដែរបាទអញ្ចឹងហើយ PHP ហ្នឹងវាក៏ជាប្រភេទគេហៅថា open source software មានន័យថាអស់លោកអាចប្រើ download វាយកមកប្រើប្រាស់ដោយ free បានបាទមិនចាំបាច់បង់ទិញទេមួយទៀតវា free download ផងដែរហើយនឹងប្រើប្រាស់បាទចំណុចបន្ទាប់មកទៀតគឺលោកគ្រូនឹងបង្ហាញតើ PHP file នឹងជាអ្វីបាទអញ្ចឹង PHP file របស់ដែលយើងត្រូវសិក្សាហ្នឹងគឺវាមានទាំង text ទាំង HTML tab ហើយនឹង script នៅក្នុងវាទាំងអស់បាទអញ្ចឹងយើងអាចនៅក្នុង PHP file យើងអាចប្រើវាធម្មតាPHP file ហ្នឹងវា return ទៅកាន់ browser ហ្នឹងគឺមានន័យថាជា plain HTML បាទមានន័យថានៅពេលដែលវា execute នៅលើ server រួចវានៅ return មកវិញជាប្រភេទ HTML ជា text HTML ហើយ extension របស់ PHP យើងគឺមាន .php ឬក៏ pop3 ឬក៏ phtml បាទប៉ុន្តែជាទូទៅគឺយើង popular ហ្នឹងគឺ .php ដែលយើងត្រូវប្រើបាទចំណុចមួយទៀតតើវាមានទំនាក់ទំនងអ្វីជាមួយនឹង PHP បាទទី1 MySQL យើងគឺជាប្រភេទ database server ដែលយើងត្រូវប្រើជាមួយវាហើយវាគេហៅថា idle សម្រាប់small ឬក៏ប្រភេទ application ធំបាទមានន័យថា MySQL យើងគឺអាចប្រើទាំង small ឬក៏ជាមួយនឹង application ធំបានបាទមួយទៀតគឺ MySQL យើងគឺវា support ជាមួយនឹង standard SQL language បាទដែលអញ្ចឹងយើងមើលបន្ទាប់ទៀតគឺ MySQL compiler SQL server compiler យើងគឺវាមានគេអាចប្រើជាមួយនឹង platform មួយចំនួនបានបាទ MySQL ហ្នឹងហើយ MySQL ហ្នឹងក៏វាមានលក្ខណៈដូច PHP ដែរគឺវា free download ហើយអាចប្រើប្រាស់បានបាទចំណុចបន្ទាប់នេះគឺលោកគ្រូនឹងបង្ហាញពី PHP ជាមួយនឹង MySQL បាទអញ្ចឹង PHP វាមានជាមួយនឹង MySQL ហ្នឹងគឺដោយគេហៅថា cross platform មានន័យថាយើងអាច develop វានៅលើ Windows ក៏បានឬក៏នៅលើ Unix platform ក៏បានដែរមានន័យថាអាច
វា develop ហ្នឹងវាអាចឆ្លង platform គ្នាបានបាទតើយើងហេតុអីចាំបាច់ប្រើប្រាស់ PHP ទី1គឺវា run នៅលើគេហៅថា different platform គឺដូចជា Windows Linux Unix បាទគឺច្រើនហើយ PHP ហ្នឹងក៏វាអាចប្រើជាមួយនឹង server ច្រើនបានផងដែរបាទ web server ជាច្រើនដូចជា Apache IIS បាទដែល PHP អាចsupport បាទ PHP ហ្នឹងគឺអាចdownload ពីប្រភេទ open source បាទ web open source យើងគឺ www.php.net បាទហើយ PHP ហ្នឹងវាងាយស្រួលក្នុងការសិក្សាផងដែរហើយនឹងការ run នៅលើ server side បាទគឺវាមានលក្ខណៈងាយស្រួលដែលអាច run នៅលើ server side បាទអញ្ចឹងតើយើងចាប់ផ្ដើមវាពីចំណុចណាបាទអញ្ចឹងដើម្បី access ទៅកាន់ web server ជាមួយនឹង PHP យើងវាដែលយើងអាចទី1គឺយើងត្រូវ install Apache ឬក៏ IIS នៅលើ server របស់យើងឬក៏ install PHP និង MySQL តែម្ដងបាទមួយទៀតគឺយើងស្វែងរក web hosting plan ឬក៏ PHP និង MySQL ដែលវា support មានន័យថាយើងអាចស្វែងរក web hosting ណាដែលអាច support ជាមួយ PHP និង MySQL យើងដើម្បី test វាផងដែរបាទអញ្ចឹងអ្វីដែលលោកគ្រូបង្ហាញហ្នឹងគឺលោកគ្រូដកស្រង់ពី reference ទាំងនេះអញ្ចឹងយើងអាចពិនិត្យមើលនៅលើ reference ទាំងហ្នឹងបានហើយយើងអាចសិក្សាបន្ថែមទៀតដោយខ្លួនឯងបាទហើយបើសិនជាមានបញ្ហាឬមានសំណួរចម្ងល់អីអាចទំនាក់ទំនងមកទូរស័ព្ទបាទហើយនឹង email របស់លោកគ្រូផងដែរឬក៏មកសាកលវិទ្យាល័យ Zero បាទសូមអរគុណបាទ